សូមជូនរឿងបងប្អូនពីរនាក់យូរណាស់មកហើយនៅទីក្រុងកែប្រទេសអេស៊ីបពេលមួយមានបងប្អូនពីរនាក់រស់នៅជាមួយគ្នានៅឯចំការនៅពេលឪពុកម្ដាយស្លាប់ចោលទៅពួកគេបានទទួលដីចំណែកពាក្យកណ្ដាលម្នាក់ទុកចិញ្ចឹមជីវិតដោយការធ្វើស្រែចម្ការរៀងៗខ្លួនយូរទៅបងប្រុសគេបានរៀបការនឹងមានកូន6នាក់ចំណែកប្អូនប្រុសមិនដែលរកបាននារីម្នាក់ដែលសមនឹងចិត្តរៀបការកសាងគ្រួសារទេយប់មួយពេលលេចូលដេកប្អូនប្រុសដេកមិនលក់ព្រោះរវល់ជាប់គិតស្មុគស្មាញថាគ្រប់យ៉ាងដូចជាមិនយុត្តិធម៌ទេដែលយើងម្នាក់មានដីពាក្យកណ្ដាលសម្រាប់ធ្វើកសិកម្មព្រោះខ្ញុំម្នាក់ឯងតែបងប្រុសរបស់ខ្ញុំមានកូនដល់6នាក់និងប្រពន្ធត្រូវចិញ្ចឹមគាត់គួរតែត្រូវការស្រូវច្រើនជាងខ្ញុំតែគាត់មិនដែលត្អូញត្អែទេនៅយប់ដដែលនោះប្អូនប្រុសបានទៅចង្រុករបស់គាត់ហើយប្រមូលយកស្រូវសាលី3បាវធំទុកលើសត្វលា3និងបានឡើងលើភ្នំដែលជាបំណែកកសិករឋានពីចំណែកនោះទុកបាវស្រូវនៅនឹងចំការរបស់បងប្រុសគាត់ទើបត្រឡប់មកទីវិញដោយមានអារម្មណ៍រីករាយនឹងការបោះចាករបស់ខ្លួននៅយប់ថ្ងៃដដែលនោះបងប្រុសក៏ដេកមិនលក់ព្រោះគិតថាអាណិតណាស់យើងម្នាក់មានដីពាក្យកណ្ដាលសម្រាប់ធ្វើកសិកម្មតែពេលចាស់ទៅប្តីប្រពន្ធខ្ញុំនឹងមានកូនធំមកមើលថែធ្វើស្រែជំនួសមិនបាច់ដល់មានចៅយ៉ាងខៀវខ្យាសប្បាយទេខុសអីតែប្អូនប្រុសកំសត់ខ្ញុំគ្មាននរណាម្នាក់នឹងគេយ៉ាងហោចណាស់គាត់គូលក់ស្រូវឲ្យបានច្រើនពីលើនឹងទៅគាត់អាចរក្សាលុយទុកពេលចូលចាស់ជរាផ្គត់ផ្គង់ខ្លួនឯងដោយសេចក្តីថ្លៃថ្នូរក្នុងវ័យចំណាស់បានគិតឲ្យបងប្រុសក៏ក្រោកប្រមូលស្រូវសាលី3បាវយ៉ាងសម្ងាត់ហើយឡើងភ្នំទុកស្រូវក្នុងចង្រុករបស់ប្អូនប្រុសទើបត្រឡប់មកទីវិញហើយមានអារម្មណ៍ពេញចិត្តនឹងការងារនេះនៅព្រឹកបន្ទាប់ប្អូនប្រុសចូលទៅក្នុងចង្រុកក៏ញាក់ផ្អើលខ្លាំងដោយឃើញបរិមាណស្រូវខ្លួនប្រែប្រួលចំនួនគាត់បាននិយាយប្រាប់ខ្លួនឯងថាខ្ញុំមិញខ្ញុំយកសម្បត្តិថាជួយបងប្រុសខ្ញុំតែមិនបានយកស្រូវសាលីទៅពិតទេយប់នេះខ្ញុំនឹងធ្វើឲ្យបានប្រកបដើម្បីជួយគាត់មិនបានគិតដល់ទេថាពេលរដែរនោះបងប្រុសរបស់គាត់ក៏កំពុងឈរនៅក្នុងជ្រុកដោយគិតដូចគ្នាលុះដល់យប់ជ្រៅម្នាក់ប្រឹងជញ្ជូនប្រមូលស្រូវសាលីយ៉ាងច្រើនពីចង្រុកខ្លួនហើយធ្វើដំណើរទាំងងឹតយកទៅទម្លាក់ផ្លុំក្នុងចង្រុករបស់បងប្អូនខ្លួនជាសម្ងាត់ព្រឹកបន្ទាប់បងប្អូនមានការងឿងឆ្ងល់ម្ដងទៀតអាចច្រឡំយកសម្បត្តិថាជាការពិតរបៀបណាម្នាក់ក៏វិក្បាលមិនយល់នៅយប់ទី3ដែលមានការតាំងចិត្តខ្លាំងជាងពេលណាទាំងអស់ពួកគេម្នាក់បានប្រមូលដុំស្រូវសាលីដ៏ធំមួយពីចង្រុកផ្ទាល់ខ្លួនមកដាក់លើរទេះហើយទាញយឺតកាត់វាស្រែតស៊ូឡើងទៅលើភ្នំក្រោយស្រមោលនៃប្រច័ណ្ឌម្នាក់បានក៏សង្កត់ឃើញថារទេះមួយបងមកពីចម្ងាយដែរតើអាចជានរណាទៅពេលដែលបងប្រុសទាំងពីរបានចូលគៀកនឹងមើលគ្នាស្គាល់ទើបបានដឹងថាពីអ្វីដែលកើតឡើង3ថ្ងៃមកនេះពួកគេអោបគ្នាហើយបញ្យល់ពីអារម្មណ៍ដែលឈឺឆ្អាល
តបតាមសន្យានឹងរស់នៅជាមួយគ្នាក្នុងជម្រករួមលែងបែងចែកទាំងអ្វីទាំងអស់ដែលស្រឡាញ់ឈឺឆ្អាលជាមនសិការដ៏មានអត្ថន័យក្នុងនាមជាគ្រួសារចប់សូមអរគុណ